សួស្តីពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះផងដែរខ្ញុំមកប្រាប់បងប្អូនរបៀបនៃការធ្វើបទចម្រៀង cover បែបនេះអ្នកទាំងគ្នាមាន website តែ3ប៉ុណ្ណោះបាទគឺ website បែប AI ណាបាទដូចដែលគ្នាយើងដឹងហើយគឺមួយយ៉ាងហ្នឹងគឺ AI viral មែនតើអញ្ចឹងសម្រាប់ AI នេះផងដែរគឺយើងអាចយកអត្ថប្រយោជន៍ពីវាបានបាទគឺយើងអាច cover ចម្រៀងទៅដាក់នៅក្នុង YouTube ក៏បានដែរមុននឹងទៅដល់ការបង្កើតនៅវីដេអូ AI ខ្ញុំនឹងប្រាប់ពី website 3ដល់អ្នកទាំងគ្នាសិន website ទី1នោះឈ្មោះថា CapCut website ទី2គឺ FreePic website ទី3នោះគឺ Zuno នឹងឯង Zuno ឥឡូវគឺ viral មែនតើបាទគឺ cover ចម្រៀងបែប AI អញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរតោះយើងទៅបង្កើតវីដេអូ AI ទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយអ្នកទាំងអស់គ្នាចូលទៅក្នុងChrome ទៅអ្នកទាំងអស់គ្នាវាយពាក្យថា FreePic បាទអញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងហើយថា FreePic គឺសម្រាប់យករូបភាពបាទ cover អញ្ចឹងអ្នកទាំងគ្នាអាចចូលទៅ register នៅក្នុងហ្នឹងបានដោយសារខ្ញុំមាន account ហើយបាទអញ្ចឹងយើងចូលអាហ្នឹងមួយបាទអញ្ចឹងបន្ទាប់មកយើងចូលទៅក្នុង website មួយទៀតបាទ website Zuno ហ្នឹងហើយអ្នកគ្នាខ្ញុំភ្លេចមួយទៀតគឺ Google Gemini បាទ Google Gemini គឺសំខាន់មែនតើអញ្ចឹងដើម្បីឲ្យ Zuno ច្រៀងឲ្យយើងបានគឺយើងត្រូវការឲ្យ AI ផ្សេងសាច់ចម្រៀងឲ្យយើងហើយយើងយកទៅដាក់នៅក្នុង Zuno អូខេអញ្ចឹងរាល់ដងខ្ញុំសរសេរជាភាសាអង់គ្លេសទេប៉ុន្តែលើកនេះខ្ញុំនឹងសរសេរជាភាសាខ្មែរដើម្បីឲ្យបងប្អូនស្រួលមើលអញ្ចឹងណាអូខេអញ្ចឹងយើងចូលមកយើងសរសេរបទចម្រៀងមួយយើងដាក់ថាអញ្ចឹងបើខុសតោះត្រង់ណាសូមអធិស្ឋានផងដោយសារខ្ញុំរដងគឺខ្ញុំសរសេរតែជាភាសាអង់គ្លេសទេបាទអញ្ចឹងអូខេជាសាច់ចម្រៀងដែលមានចំណងជើងស្រឡាញ់អូនម្នាក់ឯង